មានឃ្លាមួយគេនិយាយថាមនុស្សយើងគេធ្វើគុណបានសងគុណគេមិនសូវសាហាវទេតែសាហាវបំផុតហ្នឹងគឺគេខ្វេះបេះដូងឲ្យហើយនៅមិនគ្រប់គ្រាន់ទៀតមនុស្សខ្លះមិនចេះស្កប់ស្កល់ទេបានគេចិត្តតលាយជាមួយគេងចំណេញលើគេយួរតែម្ដងអត់ដឹងគុណគេឲ្យពេលខ្លះទៅនិយាយអាក្រក់ពីគេទៀតហើយដល់ពេលគេឈប់ជួយតាំងថាគេនឹងជាមនុស្សមិនល្អមិនមួយមិនពីរអីចឹងទៅមកដល់ម៉ោងនេះមនុស្សប្រភេទនេះនៅមានវត្តមាននៅលើផែនដីយើងនៅឡើយទេមនុស្សខ្លះនិយាយត្រង់ណាបងប្អូនមានចិត្តមែនទេពឹងយប់បានយប់ពឹងថ្ងៃបានថ្ងៃមាន100ឲ្យគេទាំង100ស៊ូបេះពីមាត់ពង្រត់ពីកអត់ខ្លួនឯងដើម្បីបានជួយគេតែរឿងខ្លះពួកគាត់ទទួលអត់បានសមបំណងពួកគាត់ទេហើយពួកគាត់ខ្លាចជាតួអាក្រក់ទៀតក៏មានដែរដូចគេនិយាយថាចិត្តបានជារឿងល្អតែបើធ្វើល្អត្រូវមនុស្សទៅមានតម្លៃបងប្អូនមកជីវិតយើងនេះជួបមនុស្សល្អអត់ច្រើនដងទេបើមិនបានសងគុណគេបើមិនបានតបគុណគេវិញទេក៏គួរតែគោរពទឹកចិត្តគេដែរដែលគេធ្លាប់ជួយយើងមនុស្សល្អទោះបីយើងនិយាយអាក្រក់ពីគេប៉ុណ្ណាក៏ដោយក៏ធៀបពិតគេនៅតែជាមនុស្សល្អដដែលតែមានតែយើងទេដែលបិទផ្លូវខ្លួនឯងពីមនុស្សល្អរហូតដល់មិនអាចទៅពឹងពាក់គេម្ដងទៀតនៅថ្ងៃក្រោយព្រោះតែភាពខ្វះគុណធម៌របស់ខ្លួនឯងបើសិនជាបងប្អូនទាំងអស់គ្នាអត់ទាន់ស្គាល់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP ទេនេះគឺជាសាខាថ្មីរបស់ហាងលក់ទូរស័ព្ទដៃគ្នាយើង VIP បងប្អូនអាចអញ្ជើញមកពីសាខាចាស់ត្រឹមតែចម្ងាយប្រហែលជា100ម៉ែត្រទេបងប្អូនងាកទៅឆ្វេងដៃឃើញសាខាធំមែនទែនគឺគ្នាយើង VIP នៅទីនេះមានលក់សុទ្ធតែអវ៉ាន់ Grade A ហើយនឹងថ្មីប្រអប់ជាពិសេសនោះមានការធានារហូតដល់1ឆ្នាំពេញតែម្ដង